បាទសួស្តីលោកគ្រូខ្ញុំនឹងបង្ហាញវីដេអូនេះតាក់ទងនឹងថ្នាលតេស្តនឹងប្រឡងបើសិនបើគ្រូយើងនៅក្នុងប្រព័ន្ធគណនេយ្យរបស់គ្រូមានសិស្សឲ្យស្រាប់យើងត្រូវទាញមុនក៏បានឬក៏មួយទៀតសិស្សចូលក្នុងគណនេយ្យថ្នាលនឹងប្រឡងហើយសិស្សហ្នឹងនឹងចេញបញ្ជីនៅក្នុងថ្នាលនឹងប្រឡងដូចគ្នាតែឥឡូវយើងអាចដើម្បីងាយស្រួលធ្វើពីគ្រូទៅតែម្ដងអញ្ចឹងទី1ខ្ញុំចូលទំព័រ Assassin ហើយខ្ញុំចូលថ្នាលតេស្តនឹងប្រឡងបាទអញ្ចឹងខ្ញុំអត់ទាន់មានគណនេយ្យទេយើងចូលគណនេយ្យគ្រូអញ្ចឹងខ្ញុំចូលតាម QR តែម្ដងងាយស្រួលបាទអញ្ចឹងខ្ញុំរើស QR មកបាទនេះ QR គ្រូខ្ញុំសូមប្រើ account របស់អ្នកគ្រូមួយដោយសារខ្ញុំជួយសម្រួលធ្វើបង្កើតសិស្សឲ្យគាត់ឥឡូវយក account គាត់ប្រើតែម្ដងបាទនេះអញ្ចឹងខ្ញុំចូលបោះអ្នកគ្រូលឿនចន្ទថាបាទអញ្ចឹងទំព័រមុខអញ្ចឹងអត់ទាន់មានអីទេហើយយើងសាកល្បងចូលទៅមើល profile របស់គាត់នៅចុចលើឈ្មោះរបស់គាត់នេះមកបាទនេះយើងមានពេលចូលមកដល់ចុចលើឈ្មោះគាត់មកយើងមកដល់ផ្ទាំង setting ផ្ទាំងមុខងារកំណត់អញ្ចឹងអ្នកគ្រូឃើញដាក់ថារូបសោនេះដាក់ថាជួយសិស្សចូលគណនេយ្យអញ្ចឹងយើងចុចលើកន្លែងហ្នឹងមកបាទឥឡូវនេះយើងមានមុខងារថ្មីបើសិនបើអត់ទាន់ឃើញសិស្សហ្នឹងទេឬក៏សិស្សកាលណាតែមានបញ្ជីនេះរួចហើយមានន័យថាសិស្សហ្នឹងបានចូលគណនេយ្យថ្នាលនឹងប្រឡងរួចហើយទើបវាចេញបែបហ្នឹងតែបើអ្នកគ្រូថាប្រកាសថាពេលដែលអ្នកគ្រូចូលថ្នាលចំនួនថ្មីហើយមានសិស្សហើយតែនៅនេះអត់មានសិស្សអ្នកគ្រូគាត់ទៅចុចដាក់ពាក្យថាធ្វើសមកាលកម្មសិស្សហ្នឹងទៅសិស្សនឹងរត់ចូលទាំងអស់ជាមួយខ្ញុំចុចឥឡូវមាន22នាក់មិនដឹងតែចូលបានអត់ទេខ្ញុំសុចសាក់ចុចម្ដងទៀតបាទអញ្ចឹងគឺទាញមកបាទឃើញទេពេលដែលទាញមកភ្លាមគឺសិស្សហ្នឹងគឺមានដល់ទៅ25នាក់អញ្ចឹងមានថាសិស្ស22នាក់មុននោះគឺគាត់បានចូលទៅក្នុងថ្នាលតេស្តប្រឡងហើយបានគាត់ចេញមកនៅក្នុងបញ្ជីនេះបើសិនគាត់អត់ទាន់ចូលទេគឺអត់ទាន់ចេញទេឥឡូវមាន25នាក់អញ្ចឹងមានថាទោះជាសិស្សអត់បានចូលក្នុងគណនេយ្យថ្នាលនឹងប្រឡងក៏ដោយតែបើយើងចុចធ្វើសមកាលបញ្ជីសិស្សនឹងរត់ឲ្យមកអូតូគ្រប់ចំនួនដូចនៅក្នុងថ្នាលចំនួនថ្មីអញ្ចឹងបាទអញ្ចឹងក្នុងប្រព័ន្ធនេះទៀតអ្នកគ្រូអាចជួយចូលឲ្យសិស្សក៏បានដែរមានថាពេលដែលមាន QR អញ្ចឹងមកឧទាហរណ៍ថាខ្ញុំមានផ្នែកមួយខ្ញុំបើកPLP ថ្នាលប្រឡងមួយទៀតបាទខ្ញុំបើកជាលក្ខណៈទូរស័ព្ទដើម្បីអ្នកគ្រូងាយស្រួលមើលបាទនេះខ្ញុំចូលថ្នាលតេស្តនឹងប្រឡងបាទចូលចឹងតែម្ដងលឿនបាទពេលដែលមកដល់ថ្នាលតេស្តនឹងប្រឡងនេះបាទអ្នកគ្រូខ្ញុំបរួមមួយទៀតឲ្យទៅតូចសិនងាយស្រួលបាទអញ្ចឹងបើថាយើងមាន QR នេះគឺក្នុងអានេះដូចជាទូរស័ព្ទរបស់អ្នកគ្រូអញ្ចឹងអ្នកគ្រូចាត់ទុកថានេះជាទូរស័ព្ទរបស់អ្នកគ្រូពេលអ្នកគ្រូចូលគណនេយ្យហើយធ្វើសមកាលហើយគឺមាន scan សិស្សទាំងអស់ឥឡូវថតថានេះនៅក្នុងថ្នាលឥឡូវយើងមានមុខងារខាងក្រោមនេះដាក់ថាការចូលចំនួនឲ្យគ្រូអញ្ចឹងពេលដែលកូនសិស្សបើកទូរស័ព្ទកូនសិស្សនៅខាងស្រាប់ណៃនេះខ្ញុំដាក់ថាទូរស័ព្ទសិស្សបាទខាងឆ្វេងនេះគឺជាទូរស័ព្ទរបស់គ្រូបាទអញ្ចឹងកន្លែងនេះដាក់ថាការចូលចំនួនពីគ្រូយើងចុចចឹងមកបាទអញ្ចឹងសិស្សអ្នកគ្រូចង់ចូលឲ្យសិស្សមួយណាអញ្ចឹង QR នោះវាដំណើរការអញ្ចឹងហ៎អញ្ចឹងខ្ញុំទៅស្វែងរកអ្នកគ្រូចង់ចូលឲ្យសិស្សឈ្មោះសាន់សៃហាខ្ញុំទៅបង្កើតមិញហ្នឹងបាទអញ្ចឹងយើងចុចពាក្យ scan ដើម្បីចូលនេះមកបាទនេះហើយយើងបើកកាមេរ៉ាហើយមកបាទចាំបើកជើងឲ្យកុំភ្លេចនៅទូរស័ព្ទខ្លះដាក់ថា Hello ទូរស័ព្ទខ្លះដាក់អនុញ្ញាតអ្នកគ្រូកុំភ្លេចអនុញ្ញាតឡើយហ្នឹងតែចុចអាពីរក្រោមនេះខុសគឺលែងប្រើកាមេរ៉ាហ្នឹងបានហើយអញ្ចឹងចុច Hello មកបាទនេះវាចេញហើយអញ្ចឹងខ្ញុំ scan នេះខ្ញុំ scan ឆ្វាច់មកគឺ account គណនេយ្យសិស្សហ្នឹងគឺបានចូលអូតូតែម្ដងនេះសិស្សបានចូលប្រើប្រាស់ដោយជោគជ័យអញ្ចឹងសិស្សឈ្មោះសាន់សៃហាហ្នឹងបានចូលហើយជាមួយខ្ញុំចុចលើឈ្មោះហ្នឹងមកបាទនេះគឺជា account របស់សាន់សៃហាអញ្ចឹងគាត់មិនបាច់ចាំ log ចូលដោយប្រើ QR គាត់ក៏បានដោយប្រើគណនេយ្យគាត់ក៏បានដែរគឺចុចឲ្យគ្រូជាអ្នក scan ឲ្យគាត់ចូលក៏បានដែរបាទអញ្ចឹងមុខងារថ្មីនេះគឺសម្រាប់គ្រូជួយចូលតែម្ដងអញ្ចឹងពេលប្រឡងអ្នកគ្រូអាចចូលគណនេយ្យអ្នកគ្រូឲ្យបើកត្រង់ផ្នែកជំនួយសិស្សចូលគណនេយ្យនឹងឲ្យមកសនុកសិស្ស
ចូលហើយអ្នកគ្រូអាចចុចឲ្យគាត់ scan ឲ្យគាត់ចូលបានបាទអរគុណអញ្ចឹងវីដេអូនេះមានប៉ុណ្ណឹងទេ